បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel KSN ថ្ងៃនេះយើងបានជួបគ្នាម្ដងទៀតហើយតាមរយៈវីដេអូមេរៀន Microsoft Word 2021បាទអញ្ចឹងកាលពីវីដេអូមុនខ្ញុំមិនទាន់បានបញ្យល់នៅពីចំណុចនេះបាទពីចំណុចនេះគឺមានតួនាទី2ផ្សេងៗគ្នាចំណុចនេះយើងមានតួនាទី1ចំណុចនេះមានតួនាទី1ផ្សេងគ្នាបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំសរសេរហើយខ្ញុំចង់ដាក់ឲ្យវាលេខ2នេះមកនៅខាងក្រោមនេះយើងគ្រាន់តែចុចលើហ្នឹងទៅបាទគឺវា load មកខាងក្រោមនេះបាទហើយមួយទៀតគឺយើងសរសេរជាម៉ែត្រការ៉េបាទអញ្ចឹងខ្ញុំនឹងឲ្យដាក់លេខហ្នឹងមកនៅខាងលើដើម្បីស្វ័យគុណបាទនេះបាទបងប្អូនឃើញហើយអញ្ចឹងតួនាទីវាមានតែប៉ុណ្្នឹងទេដូចជាអត់មានអីទៀតទេបាទអញ្ចឹងខ្ញុំសូមបន្តទៅក្នុងមេរៀនបន្តទៀតគឺចូលទៅក្នុង insert បាទហើយនៅក្នុង insert នេះបងប្អូនឃើញហើយមាន tool ជាច្រើនដែរក្នុងនោះដូចជាមាន cover page បាទ blank page page break នេះគឺអានេះគឺកន្លែងខាងលើនេះគឺជាទំព័របាទជាក្របរបស់ page ណាបាទនេះគឺជាกระดาษធម្មតាហើយចំណែកនេះគឺយើងចែកpage មកឧទាហរណ៍ថាខ្ញុំឈរនៅលើនេះយើងចុចមកវានឹងចែកបន្ត page ថ្មីមួយទៀតបាទហើយ blank page នេះបាទវាមានយើងបន្តដូចតែ page break នេះដែរទេបាទចំណុច cover page នេះយើងចែកចេញជាមានន័យថាជាក្របរបស់ដូចយើងធ្វើសភៅយើងហៅថាក្របសភៅណាបាទអញ្ចឹងបងប្អូនចង់បានតម្រង់បែបណាបងប្អូនអាចយកតម្រង់នឹងមកដាក់មកបាទបែបបងប្អូនចង់បានបែបនេះបងប្អូនដាក់លើនឹងមកបាទវានឹងចេញជាក្របហើយនេះវាជាអត្ថបទដែលយើងបានធ្វើមុនហ្នឹងបាទហើយនឹងមានតែប៉ុណ្្នឹងទេបាទវាដូចអត់មានអីច្រើនទេបាទហើយបន្តមកទៀតគឺ column បាទកន្លែង table បាទ table នេះគឺជាយើងដាក់បន្ទាត់បាទយើងអាចយកបន្ទាត់តាមតែចេះយើងត្រូវការអញ្ចឹងណាបងប្អូនចង់បានប្រមាណជួរដេកជួរឈរអញ្ចឹងបងប្អូនអាចដាក់តាមនឹងបានតាមតម្រូវការហើយយើងអាចដូរ style ដូរអីបានបាទវាមានច្រើនក្នុង style នេះបាទហើយបងប្អូនអាចពលាមកឃើញច្រើនទៀតនៅក្នុងហ្នឹងបងប្អូនអាចយកមកប្រើប្រាស់បានបាទអញ្ចឹងមានប៉ុណ្ណឹងហើយកន្លែងនេះគឺ picture បាទខ្ញុំសូមលុបបន្តនេះចេញសិនកន្លែង picture នេះយើងអាចដាក់ជារូបភាពបាទបងប្អូនចង់ទាញរូបភាពដែលនៅក្នុងកុំព្យូទ័ររបស់បងប្អូនណាបងប្អូនចុចលើហ្នឹងមកវានឹងបង្ហាញរូបភាពហើយបាទបងប្អូនចង់ដាក់រូបភាពដូចជាការបង្រៀនឬក៏ឧទាហរណ៍ថាបងប្អូនទៅសេអត្ថបទមួយពាក់ព័ន្ធទៅនឹងទេសចរអញ្ចឹងទៅបងប្អូនចង់ដាក់រូបភាពបង្ហាញគេនៅលើហ្នឹងបងប្អូនអាចដាក់ទីរូបភាពហ្នឹងមកបាទចុចមកយើងអាចបញ្ចូលទៅក្នុងហ្នឹងបានហើយអញ្ចឹងកន្លែងនេះយើងអាចទាញវាឆ្វេងស្ដាំបានប៉ុន្តែយើងត្រូវចូលមកក្នុង web text នេះយើងយក behind text បាទយើងចូល behind text ណាបានយើងអាចទាញវាបានបាទអញ្ចឹងយើងអាចដាក់មកកន្លែងនេះយើងវាយអត្ថបទអក្សរអីច្រើនជួរអញ្ចឹងមកយើងដាក់រូបភាពបង្ហាញគេថារូបភាពតំបន់ទេសចរនេះនៅកន្លែងណាហើយរូបភាពយ៉ាងម៉េចអីយ៉ាងម៉េចទឹកជ្រោះទឹកធ្លាក់អីចឹងទៅបាទហើយបន្តមកទៀតគឺកន្លែង save បាទក្នុង save នេះមានច្រើនទម្រង់ដែលបងប្អូនអាចជ្រើសរើសយកមកប្រើប្រាស់បានមានច្រើនមែនតើបាទបងប្អូនអាចជ្រើសរើសតាមតម្រូវការដូចជាបាទមានសញ្ញាព្រួញមានសញ្ញារង្វង់មូលមានត្រីកោណមានចតុកោណមានអីច្រើនមែនតើមានគ្នាបិទបើកមានសញ្ញាផ្សេងបាទដែលបងប្អូនអាចលើកឡើងយកទៅធ្វើការរបស់បងប្អូនតាមតម្រូវការបានបាទឧទាហរណ៍ថាខ្ញុំគូជារង្វង់នេះមួយបាទអញ្ចឹងយើងអាចគូមកបាទតាមតម្រូវការរបស់បងប្អូនបានអត់មានអីពិបាកទេហើយក្នុងហ្នឹងវាចេញពណ៌បែបនេះបងប្អូនអាចដោះពណ៌នឹងចេញមកយកពណ៌អីផ្សេងក៏បានឬមួយក៏បងប្អូនអាចដោះវាអត់យកពណ៌ហ្នឹងក៏បានដែរដោះវាចេញមកហើយនឹង outline នេះបងប្អូនអាចដោះវាចេញក៏បានដែរបងប្អូនចូលទៅក្នុង format មកហើយចូល outline យក no នេះមកណាបាទចុចកន្លែងហ្នឹងមកគឺវានឹងបាត់បន្ទាត់ខាងក្រៅនេះហើយបាទវាមានតែពណ៌អសទេហើយកន្លែងនេះមានន័យថាយើងចង់លេង effect shadow ហ្នឹងបាទមានកន្លែងនេះវាមានច្រើនទេបាទមានន័យថាឲ្យ
វាចេញសមោលនៅតាមបន្តនេះអានេះបងប្អូនមើលឃើញស្រាប់ហើយវាធម្មតាទេតែនៅពេលដែលយើងចូលនៅក្នុងស្រាប់ណាមួយបើវាចេញមកវាតាម style អញ្ចឹងបាទមានច្រើនអញ្ចឹងទៅបាទហើយបងប្អូនអាចស្វែងយល់បន្ថែមទៅបាទខ្ញុំមិនអាចបញ្យល់អស់ទេបាទវាមានច្រើនណាបាទនេះបាទគេមានច្រើនបាទបាទអញ្ចឹងសូមបន្តទៅទៀតកន្លែងនឹងដូចជាអត់សូវមានប្រើទេកន្លែងនេះបាទបន្តមកdesign នេះលុះត្រាតែយើងធ្វើការកិច្ចការអីមួយចាំយើង design បានវាមានកិច្ចការងារយើងធ្វើបាទកន្លែងនេះវាមានឲ្យយើងជ្រើសរើសអញ្ចឹងខ្ញុំចូលទៅ layout នេះកន្លែងនេះសំខាន់បាទនៅក្នុង layout នេះនៅពេលដែលយើងបើកសិលកិច្ចការយើងភ្លាមមកគឺយើងត្រូវចូលទៅការកំណត់នៅក្នុង layout នេះហើយជាដំបូងគេនៅពេលដែលយើងបើកសិលកិច្ចការមកភ្លាមគឺយើងចូលមក layout ដើម្បីកំណត់បាទដើម្បីរៀបចំនៅកិច្ចការរបស់យើងទីមួយយើងចូលទៅក្នុង margin នេះមកបងប្អូនរើសទំហំនៃกระดาษរបស់យើងនេះយើងចង់ឲ្យវាសល់ខាងនេះនៅសល់ប៉ុណ្ណាវាមាននៅក្នុងនឹងស្រាប់ហើយនេះបាទកម្ពស់ប្រមាណ 0.5 អញ្ចឹងទៅហើយខាងឆ្វេងសល់ប្រមាណ 0.5 ហើយ button 0.5 ដូចគ្នាបាទមានន័យថាសល់ស្មើគ្នាបាទហើយកន្លែងនេះវាមានច្រើនមាននៅសល់ច្រើនថបនេះដល់ទៅ1ចុចហើយនេះ1ចុចខាងឆ្វេងនេះ2ឡើងដល់2អញ្ចឹងបើបងប្អូនចង់ដឹងអាចចុចមកនឹងឃើញវាដល់នេះវាលោតណាហើយនេះដល់នេះអញ្ចឹងប្រសពកាយវាក៏នៅកន្លែងនេះបាទអញ្ចឹងវានៅសល់กระดาษខាងច្រើនសល់ធំអញ្ចឹងជាធម្មតាគេប្រើល្មមប៉ុណ្នេះហើយបងប្អូនចង់បានប៉ុណ្ណាអាចសេរីនៅក្នុងនេះទៅបានបាទចុចសេរីមកអាចទៅសេដាក់ក្នុងនឹងបានបាទកន្លែងនេះដូចគ្នាបាទហើយបន្តមកទៀតកន្លែងនេះគឺជាទំហំกระดาษយើងត្រូវការกระดาษប្រភេទបឆឬក៏ត្រូវការជាប្រភេទกระดาษផ្ដេកបាទយើងអាចជ្រើសរើសតាមនឹងបានបាទហើយចំណែកនេះគឺជាសាយនេះទំហំกระดาษជាប្រភេទទំហំกระดาษជាទូទៅយើងប្រើប្រភេទ A4 បាទនេះយើងប្រើជាធម្មតាគឺ A4 A3 បាទ A3 នេះគេប្រើសម្រាប់ការងារกระดาษស្មើនឹង A4 2 ដងបាទដូចជាกระดาษប្រវត្តិរូបសម្រាប់ដែលគេធំអីហ្នឹងគេប្រើ A3 ប៉ុន្តែกระดาษយើងធម្មតានេះយើងប្រើជាវាយអត្ថបទហ្នឹងភាគច្រើនគឺប្រើតែ A4 ហ្នឹងទេបាទហើយចំណែកកន្លែងនេះគឺគេបែងចែកជាប្រភេទបន្ទាត់បាទកន្លែងនេះយើងអាចបែងចែកជាប្រភេទបន្ទាត់អក្សរហ្នឹងឲ្យវារត់បានពាក់កណ្ដាលបន្ទាត់ហ្នឹងឲ្យវាចុះក្រោមបាទមានន័យថាពាក់កណ្ដាលกระดาษនេះបាទពាក់កណ្ដាលនៃសិលកិច្ចការងាររបស់យើងឧទាហរណ៍ថាឥឡូវខ្ញុំបង្ហាញបងប្អូនមួយឥឡូវដោយសារតែខ្ញុំអត់មានអត្ថបទខ្ញុំសូមប្រើ command មួយបាទ command នោះគឺស្មើ range ហើយមកបិទវងកញ្ចក់ហើយខ្ញុំចង់បានថាខ្ញុំចង់បានអក្សរនោះចំនួន4ជួរហើយមានចំនួន5កថាខណ្ឌបាទហើយខ្ញុំបិទវងកញ្ចក់វិញមកហើយ enter បាទអញ្ចឹងបងប្អូនឃើញស្រាប់ហើយបាទវាបានចែកឲ្យយើងស្រេចមកត្រឹមនេះបាទហើយអញ្ចឹងផុតពីហ្នឹងគឺនៅសល់ទេហើយលុះត្រាតែយើងមកថាខ្ញុំ copy អត្ថបទនេះបន្តមកដល់ក្រោមនេះទៀតមកថាខ្ញុំ copy អត្ថបទហ្នឹងមកទៀតបាទហើយខ្ញុំចង់ទៅសេអីតទៀតនៅពេលដែលវាអស់ទំហំกระดาษហ្នឹងហើយបានវាលោតទៅខាងស្ដាំបន្តទៀតបាទដោយសារតែបាទនេះបាទវាលោតមកហើយបាទដោយសារតែយើងបានកំណត់វាដោយសារតែយើងបានកំណត់នៃទំហំกระดาษហ្នឹងឲ្យវាចែកចេញជា2បាទអញ្ចឹងមានប៉ុណ្ណឹងបាទកន្លែងហ្នឹងបងប្អូនយល់ហើយណាបាទអញ្ចឹងកន្លែងហ្នឹងគេធ្វើសម្រាប់ដូចជាទស្សនាវដ្តីកាសែតឬក៏សភៅអីនេះកន្លែងហ្នឹងគេធ្វើដើម្បីចែកចេញជាបន្ទាត់មកព័ត៌មានអញ្ចឹងទៅមកដល់គេធ្វើកាសែតព័ត៌មាននេះមួយអញ្ចឹងព័ត៌មានខាងនេះផ្សេងព័ត៌មានខាងនេះផ្សេងអញ្ចឹងទៅបាទអញ្ចឹងអស់ហើយណាប៉ុណ្ណឹងបាទហើយដូចជាអត់មានអីទៀតទេឥឡូវវីដេអូក៏វែងដែរខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយចាំជួបគ្នាបន្តទៀតបាទសូមអរគុណសូមជួយ Subscribe Channel របស់ខ្ញុំមួយផងបាទអរគុណច្រើន